ជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំមានរថយន្តមកទឹក2គ្រឿងបាទហើយនឹងរថយន្តថ្មីមួយគ្រឿងដើម្បីលក់ជូនពុកម៉ែបងប្អូនអរគ្នាបាទហើយមករយៈធំនេះខ្ញុំក៏ដូចជាបងប្អូនដូចគ្នាបាទគឺអត់មានអារម្មណ៍រកស៊ីអត់មានអារម្មណ៍ធ្វើការអីទេហើយថ្ងៃនេះចាញ់វីដេអូនេះខ្ញុំសង្ឃឹមថាបងប្អូនអត់ជេរខ្ញុំអត់ថាខ្ញុំបាទដោយសារតែខ្ញុំធ្លាប់មានបងប្អូនយើងជេរយើងថាប្រទេសមានសង្គ្រាមប៉ុណ្ណឹងហើយនៅលក់ដូររកស៊ីធ្វើការអីទៀតខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាបើសិនជាយើងកំពុងតែមានវិបត្តិហើយយើងតូតុនយើងផ្ដេកផ្ដួលទៅតាមស្ថានភាពបាទយើងអាចជួយអីបានទេកុំថាជួយប្រទេសជាតិបាទតែជួយគ្រួសារជួយខ្លួនឯងនឹងជួយមិនបានផងបាទអញ្ចឹងបើសិនជាបងប្អូនឃើញគេរកស៊ីឃើញគេធ្វើការអីបងប្អូនកុំជេរបងប្អូនកុំថាបាទដោយសារចំណូលរបស់យើងគឺនៅនឹងបាទបើសិនជាយើងអត់ខំធ្វើទេសួរថាអ្នកណាមកចិញ្ចឹមយើងបាទអ្នកណាជួយគ្រួសារយើងអ្នកណាជួយជាតិយើងបាទអញ្ចឹងកន្លែងហ្នឹងខ្ញុំសូមបងប្អូនអរគ្នាយល់បាទកុំជេរកុំថាអ្នកដែលគេធ្វើការរកស៊ីបាទបាទអញ្ចឹងខ្ញុំសូមរៀបរាប់ពីដិនសានេះទៅមុនបងប្អូនអរគ្នាបាទនេះគឺជាប្រភេទដិនសា D9 អគ្គិសនីសុទ្ធដំណើរការដោយម៉ូទ័រមួយបើកបរបាន600គីឡូជាងបាទបងប្អូនឃើញខ្ញុំដាក់មកជើងមុន20គ្រឿងជាងបាទឥឡូវនៅសល់ចាំសបុកតែមួយគ្រឿងនឹងទេបាទលក់តម្លៃពិសេសជូនតែ$50,000ជាងទេបងប្អូនអរគ្នាបាទជាប្រភេទអគ្គិសនីសុទ្ធម៉ូទ័រមួយហើយ modify កាំងឲ្យបងប្អូនស្រាប់ទៀតបាទគ្រាន់តែកាំងមុខកាំងក្រោយហ្នឹងបាទជាង$2,000បងប្អូនអរគ្នាបាទបញ្ជាក់ឡាននេះគឺតម្លៃពិសេសជូនណាបងប្អូនអរគ្នាបាទពីមុនមកនេះគឺអត់មានតម្លៃ$50,000ជាងទេបាទប្រភេទ Denza អស់នេះអញ្ចឹងបើសិនជាបងប្អូនដែលកំពុងតែមានតម្រូវការបងប្អូនអាចអញ្ជើញមកមើលផ្ទាល់បានបាទនៅ Benjo Auto បាទរថយន្តទី2គឺជាប្រភេទអគ្គិសនីសុទ្ធដូចគ្នាបាទ Avatar 11បាទដំណើរការដោយ motor មួយបាទ motor ក្រោយជាប្រភេទ long range បាទ815គីឡូបាទជាមួយនឹង Xpeng P7 ក៏820គីឡូដែរបាទនិយាយរួមទៅគឺ long range ដូចគ្នា800គីឡូជាងដូចគ្នាហើយសម្រាប់ Avatar 11គឺស្លាកលេខកម្ពុជា Xpeng P7 ក៏ស្លាកលេខកម្ពុជាដូចគ្នាបាទបើសិនជាយើងចរចាតម្លៃគ្នាត្រូវបងប្អូនអាចកាត់យកទាំងស្លាកលេខហ្នឹងទៅក៏បានដែរបាទហើយរថយន្តទាំងពីរគ្រឿងហ្នឹងបាទគឺបិទស្កុត TPU ការពារទឹកថ្នាំហើយមកជុំទៀតបាទគ្រាន់តែស្កុតហើយនឹង UV ហ្នឹងចូល$1,000ជាងបាទហើយ Avatar 11នេះគឺមាន app ឲ្យបងប្អូនប្រើស្រាប់ទៀតបាទគឺទំនើបមែនតើបាទអញ្ចឹងរថយន្តទាំង3គ្រឿងនេះបើសិនជាបងប្អូនមានចំណាប់អារម្មណ៍បាទបងប្អូនអាចធ្វើការតាក់ទងមកបានបាទចរចាតម្លៃគ្នាផ្ទាល់បងប្អូនអាចធ្វើការបាក់សាកបានបាទសម្រាប់ការបងរំលោះបងប្អូនអាចធ្វើការបងជាមួយនឹងធនាគារក៏បានបងប្អូនអាចធ្វើការបងជាមួយនឹងឃ្លាំងផ្ទាល់ក៏បានដែរបាទហើយមួយវិញទៀតបើសិនជាបងប្អូនមានតម្រូវការបងប្អូនទិញឲ្យហើយទៅបងប្អូនអរគ្នាបាទដោយសារចាប់ពីខែ1ហ្នឹងទៅចិនចេញច្បាប់ថ្មីបាទឡានចេញមកគឺចាំ6ខែទៅអាចនាំចូលមកបានបាទអញ្ចឹងសម្រាប់ចាប់ពីខែ1ហ្នឹងទៅបាទរថយន្តចិនគឺប្រកាសជាឡើងថ្លៃហើយបងប្អូនអរគ្នាបាទអ្នកដែលគេមានលទ្ធភាពខ្ពស់គេទិញស្តុកទុកដើម្បីលក់ដំឡើងថ្លៃបាទហើយអ្នកដែលចង់ទិញថ្មីមកគឺរងចាំដល់ទៅ6ខែបាទអញ្ចឹងបើសិនជាបងប្អូនមានតម្រូវការទេទិញឲ្យហើយបងប្អូនអរគ្នាបាទខ្ញុំមានតម្លៃពិសេសជូន